อគ្នាមេរៀនបន្ទាប់យើងនឹងរៀនអំពីរបៀបគូស trend line ចឹងមានន័យថាដូចនៅក្នុងរូបភាពនេះបានបង្ហាញចឹងគឺមានបន្ទាត់ trend មួយដែលភ្ជាប់ចំណុចទាបទាំងនោះដែលតម្លៃធ្លាក់ចុះហើយបន្ទាប់មកងើបឡើងវិញបន្ទាត់ trend ដែលយើងបានមើលឃើញនេះត្រូវបានគេហៅថា support trend line ឬ lower trend line នៅពេលដែលតម្លៃព្យាយាមធ្លាក់ចុះមកក្រោមអ្នកទិញនឹងចូលទិញនៅតំបន់ support ដើម្បីរុញឲ្យតម្លៃឡើងវិញរូបភាពបន្ទាប់នេះគឺជា graphic ដែលយើងអាចសង្កេតឃើញថាតម្លៃបានបង្កើត lower high lower high lower high អញ្ចឹងចំណុចខ្ពស់ថ្មីទាបជាងចំណុចខ្ពស់មុនបន្ទាត់ trend នេះដែលយើងមើលឃើញចុះមកក្រោមនេះគេហៅវាថា resistance trend line ឬ descending trend line ពេលដែលយើងឃើញបន្ទាត់នេះគឺរាល់ពេលតម្លៃដែលវាព្យាយាមឡើងខ្ពស់អ្នកលក់ឬក៏ seller ហ្នឹងគាត់នឹងចូលទៅលក់នៅតំបន់ resistance ដើម្បីរុញឲ្យតម្លៃធ្លាក់ចុះវិញអូខេអ្នកទាំងអស់គ្នាដើម្បីគូស trend line ឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើជាក់ស្ដែងនៅលើ TradingView នៅក្នុងឧទាហរណ៍នេះខ្ញុំនឹងជ្រើសរើសកាក់ Jupiter ដើម្បីធ្វើការវិភាគហ៊ានទី1គឺការជ្រើសរើស time frameដំបូងគឺយើងជ្រើសរើស time frame 4 ម៉ោងដើម្បីកំណត់ទិសដៅធំនៃទីផ្សារថាតើវាកំពុងស្ថិតនៅក្នុង uptrend downtrend ឬ sideways ហ៊ានទី2គឺការផ្លាស់ប្ដូរ time frame យើងនឹងប្ដូរមក time frame 1 ម៉ោងដើម្បីស្វែងរក trend line ដែលកាន់តែច្បាស់និងកំណត់តំបន់ support និង resistance ដែលសំខាន់ជំហានទី3ចូលទៅ time frame 15 នាទីយើងនឹងប្ដូរមក time frame 15 នាទីដើម្បីស្វែងរកចំណុចចូលដែលមានភាពច្បាស់លាស់ជាងមុននិងរងចាំការបញ្ជាក់ confirmation មុនពេលបើកការជួញដូរFor day trading, I always use a top-down analysis. First, I start with the 4-hour time frame to identify the overall market trends. I move to the hour time frame to draw my trend lines and identify key support and resisting my trade. This process helps me trade with the trend instead of against it. សរុបមកសម្រាប់ day trading យើងប្រើលំដាប់ time frame ដូចខាងក្រោម4ម៉ោងកំណត់ទិសដៅធំ1ម៉ោងគូស trend line និងកំណត់តំបន់សំខាន់15នាទីស្វែងរក entry និង confirmation កុំភ្លេច subscribe ដើម្បីទទួលបានវីដេអូថ្មីៗ Okay, let's go.